បើកូនឯងញ៉ាំក្រឡានឲ្យគ្រប់30ថ្ងៃនោះស្នេហាពិតនឹងហោះមកហើយកុំភ្លេចសរសេរអ្វីដែលកូនឯងប្រាថ្នាកូនឯងញ៉ាំមកជួបស្នេហាពិតហើយបើអត់ត្រូវចាំរករឿងអ្នកគ្រូជិះដល់មកហើយអត់អាចលេទេគាត់នឹងបាននិយាយលឺណាស់គ្រូទីបានប្រាប់ខ្ញុំថាបើសិនជាខ្ញុំញ៉ាំកាឡានបាន30ថ្ងៃនោះស្នេហ៍ពិតនឹងហោះមករកខ្ញុំវាគួរចង់សើចប៉ុន្តែខ្ញុំនៅតែចង់ជឿមួយថ្ងៃម្ដងរាល់ថ្ងៃឲ្យគ្រប់30ថ្ងៃថ្ងៃទី9ស្នេហាគួរតែមានភាពភ្ញាក់ផ្អើលឃ្លានជាតិចង់ស៊ីអត់អត់ស៊ីថ្ងៃហ្នឹងអញយកកន្លានតាមខ្លួនហ្នឹងថ្ងៃហ្នឹងទៀតនិយាយទៅរឿងកន្លានហ្នឹងស៊ីកន្លានក្នុងថ្ងៃឯងគិតថាមានតែឆ្លាញ់មែនយើងចង់និយាយថាអញ្ចេះបើយើងមិនសាកយើងមិនដឹងខ្ញុំមកទិញកន្លានរាល់ថ្ងៃតែអត់ដែលឮគាត់និយាយសោះបិទលឿនមែនកាលហ្នឹងអូសុំទោសបងថ្ងៃហ្នឹងបិទលឿនតិចបងសុំទិញកន្លានមួយបានទេកន្លានមួយបាទចាំតិចម៉ាក់ចាំតិចអូអរគុណច្រើននេះយកលុយស្តេឡាមិនណែម៉ែសួរមួយមើលសួរអីគេម៉ាអាកូននោះពីណាគេឃើញមកផ្ទះយើងរហូតពីណាគេម៉ាមកធ្វើអត់ស្គាល់ឃើញវានិយាយគ្នារហូតសោះហ្នឹងណាអូអប៉ែកន្លានហ្នឹងមែនម៉ាហ្នឹងហើយម៉ែឆ្ងល់ដែរមកទិញម្ដងមួយមិនព្រមទិញឲ្យច្រើនហ្មងទៅអូកន្លាម៉ែមែនតាមិនគាត់ទិញតែមួយចឹងចាំខ្ញុំជួយអីមកអូយតែចេះស្ទែឡាលើមុនយកកន្លានខ្ញុំទិញកន្លានដូចអត់តឲ្យលុយទេណាជុំមិនគាត់ស្គាល់ឈ្មោះខ្ញុំចឹងអញឆោហ្មងហេតុអីអត់ទិញកន្លានមួយថ្ងៃបានជឿថាបើអត់ទិញមួយថ្ងៃមិនបានជួបអ្នកលួនេះជាលើកដំបូងហើយដែលខ្ញុំឃើញគាត់រួសរាយអញ្ចឹងជប់សិនម៉ៃឈ្មោះអីគេហើយខ្ញុំសាជាក៏បានជាអរគុណយំយន់សែនស្ងាត់បាត់សូនដំណឹងយំស្ងាត់ឈឹងទ្រូងរែងសៅមកព្រះច័ន្ទយាមទៅសនលឹមចាំមើលលើមេមុំចិនរុនដំពុំមានពេលស្បើយអ៊ីកន្លែងនេះឯងមុនឆ្ងាញ់អ៊ីថ្ងៃហ្នឹងខ្ញុំចង់មកទាំងអស់អ៊ីក្មួយបាទអ៊ីបាទ
ngày nắng thua cái ăn lỏ saoតែទោះជាយ៉ាងណាក៏ដោយខ្ញុំត្រូវតែទិញកាឡានមួយចុងក្រោយnày bạn គេទិញអស់ហើយ កាឡានរបស់ខ្ញុំហ្នឹងគេទិញអស់គេហៅដល់តូចខ្ញុំតែ អត់ទេព្រឹកមិញហ្នឹងមានពូមួយហ្នឹងទៅម៉ៅកលានមកហាងអស់លេងបដ ாய் មកហាងតូចខ្ញុំហ៎គេហៅដល់តូចខ្ញុំមួយថ្ងៃហ្នឹងញ៉ៃចុងក្រោយរបស់ខ្ញុំហ៎អូធ្វើស៊ីខ្ញុំមកធ្វើស៊ីខ្ញុំហីខ្ញុំបាននៅទិញកាឡានចុងក្រោយដឹងហើយថាមិនត្រូវជឿដឹងហើយថាកាឡាននឹងមិនអាចយកជាការបានខំជឿទាំងបានឯសោះចុងក្រោយសោះតែបានហើយទៅទេជីចុះជីឡើងតែអត់ផុសកន្លែងគាត់សោះ អស់សង្ឃឹមហ៎ Trời ơi, nhôm nữa sừng không Tại sao ta đa hồ là một ngày Hồi ấy gọi bàn cà នេះហៅនេះមែននេះនេះមែន កាឡានបើយើងមើលពីសម្បកក្រៅវាពោរពេញទៅដោយភាពរឹងមាំដូចទៅនឹងដើមឫស្សីប៉ុន្តែការដែលយើងបកសម្បកវាហើយ Snow ដែលមាននៅខាងក្នុងគឺវាមានរសជាតិឆ្ងាញ់ផ្អែមហើយទន់ នឹងមកយ៉ាត់ព្រឹកមិញម៉ាក់ខ្ញុំទៅកលានមួយទៅខ្ញុំអត់ដឹង ผมตั้งใจไปต่อ ប្រហែលស្នេហាវាមិនមែនការឡើងដោយសារកាឡានទេគឺវាការឡើងដោយសារការអត់ធ្មត់ការយោគយល់ការជួយយកអាសាគ្នានិងការមានវត្តមានរាល់ថ្ងៃ